แล้วก็เรื่องอันนี้ยมเมียนประเทศบัดมวยได้ในใหญ่แต่ตรงจมูกน้ำปัญหาเขมรเลืองหรือก็ติดโกนงานนั่งเลืองปัญหานี้ยังเคยทากูเป็ดกับบารอมให้มาปาโตกับบารอมยมเจาะนั่งถ้าตาบารอมนั่งบารอมเลืองนั่งให้ไอ้มันก็เธอบารอมให้บารอมมีปัญหาอีกทีจึงเรื่องนั่นเลยของเขมรจ้ากูเป็ดบารามในสาวิทงุนทุกคนอย่างมาจ้าทงุนบ้านในแต่งแจเอ่อคนเขมรกันนะกดการเมาส์กดเมียนปัญหามวยคือขอบชิมกดใบจ้ะยังไงอันนั้นจีดำนาทอมในจีดเองปัญหาในสัตว์ทลามกดนุโตอย่าตอนไอ้บ่มไหลจิตเรื่องแต่บานมาไปกะใบกอบชิมหนึ่งบ้านจังเขมรไปชมมกจะบุยหนึ่งลางเรื่องหรือสบายจังกูเป็ดบารามในสาวิทงุนคือทงุนแจบากนาจิตเรื่องนึกเวลางเลือนให้ลางคลัง จังจิตหรือนึกไปอาฉลองโจตะขนมคูกบาโกนบรรดาฉลองสามคูโจตะขนมคูกบาโกนประสันว่าวิโจบ้านนะประสันว่าจิตเหลืองวิโจตะรังคูกบาละจ้าเคยโกนประกาศโกนเตอจีควันควงจังตั้งปีกาจังตั้งคอยบุทงุนโจเฉินเหมือนนั้นทงุนสลับหมอกทงุนโทครั้งนั่นไงจังมันคูเป็ดกดบาร้อไม่กดตามด่านจบเลยโหโอ้เจ้ามันจะยมบันเคยมาจิตราในกอดเมาสมภพเราเขาก็ตายแต่ติมตีเอาลูกทานลูกหูยมส้มแต่เรื่องโกนยมโกนบัดเรื่องเนอะไอ้นะก็ตายแต่นั่นไงติมตีเอาปนัดครั้งมองบ่าโอเคจากมันในทางบีปฏิทนทงูเป็นใต้ลูกหูแปะป้อนจมูกนั่งปัญหาเรื่องนี้ได้ตาเทยอย่างไม่ดำใบเอาเมนบัดเรื่องนั่งเลื่อนอือหือ จ้ะกูเทยแบบนาวิธีจ้ะจังvậy dương anh Spain vô lại nghĩ sửa Jackson khúcคนเขมรการเมาส์กอดประชมมวยปัญหาเรื่องนึงโดยที่นี่ปัญหาขอนแต่ท่าเบิกเขมรได้การเมาส์กรุบกะโหลละอ๋อกรุบคายละอ๋อจังกอดประชมแต่ตัวเจบรรดากอดเมนเอาการลังเรื่องบรรดาจิตเรื่องไปออดกรุบหนักคลังไงตัวแต่เว้นเบอร์สันจิโกนได้กอดการมาออดกรุบคายโกนออดกรุบกะโหลหรือก็โกนเมนปัญหาสกปรกไอหมวยอะโอ้ที่เขากอด หลุดลอยยืดពីក្នុងផ្ទៃពោះម្ដាយកូនខ្លះកើតមកមានដុំពកឈាមនៅលើក្បាលមានអីកុំឲ្យអស់ហ្នឹងហើយកូនង៉ែទូចអស់ហ្នឹងហើយគឺប្រឈមជាមួយនឹងភាពធ្ងន់ធ្ងរផលលឿងហ្នឹងជាតិលឿងហ្នឹងវាងាយស្រួលក្នុងការឡើងហើយបើវាឡើងខ្លាំងអញ្ចឹងយើងប្រយ័ត្នក្នុងករណីអញ្ចឹងហើយបើសួរថាចុះខ្ញុំធ្វើមិនទៅបើសិននៅក្នុងករណីកូនខ្ញុំឡើងលឿងចាបើឡើងលឿងខ្លាំងគឺមានពូលដាក់គឺមានពូល UV គឺមានពូលពលឺពណ៌ស្វាយដាក់ទៅដើម្បីឲ្យជាតិលឿងនៅក្រោមស្បែកកូនហ្នឹងវារលាយចូលទៅក្នុងទឹកនោមកូនហើយកូននោមមកចេញពណ៌លឿងចឹងទៅហ្នឹងអាហ្នឹងវិធីព្យាបាលបើក្នុងករណីលឿងខ្លាំងប៉ុន្តែក៏ក្នុងករណីខ្លះគេអាចប្រើវិធីបាយបុរាណបានដែរបានន័យថាគេអាចហាលថ្ងៃកូនដោយគេរំពឹងថានៅក្នុងពលឺថ្ងៃនេះក៏មាន UV នៅពេលដែលគេហាលប៉ះ UV នៅក្នុងពលឺថ្ងៃហ្នឹងក៏ជួយប្រទាបអាជាតិលឿងកុំឲ្យវាឡើងខ្លាំងពេកហើយករណីខ្លះទៀតយើងឲ្យទៅរូបហ្នឹងគាត់មុំឲ្យបានទៀងទាត់បានថាមុំឲ្យបាន2 ឬ 3 ម៉ោងម្ដង2 ឬ 3 ម៉ោងម្ដងអញ្ចឹងទៅអញ្ចឹងនៅពេលដែលទៅរូបគាត់មុំបានហើយអញ្ចឹងជាតិលឿងហ្នឹងវាចូលទៅក្នុងលាមកកូនហើយកូនជុះមកពណ៌លឿងកូននឹងឆាប់ជុះអស់អាចភ័យមកពណ៌លឿងមកអាហ្នឹងក៏ជួយកាត់បន្ថយឱកាសគ្រោះថ្នាក់របស់គាត់បានដូចគ្នាចាចុះបើសិនជាយើងត្រូវហាលថ្ងៃយើងគួរតែហាលពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានហើយហាលប៉ុន្មានម៉ោងហើយអាពេលហាលនេះយើងត្រូវស្លៀកពាក់ឬក៏មិនខ្លះដែរលោកគ្រូយើងហាលថ្ងៃកូនគឺគោលបំណងយើងគឺដើម្បីឲ្យ UV នៅក្នុងពលឺព្រះអាទិត្យហ្នឹងវាចាំងប៉ះលើស្បែកកូនអញ្ចឹងច្បាស់ជាអត់ស្លៀកពាក់ទេមិនអញ្ចឹងបើស្លៀកពាក់ទៅដែរ UV ឆ្លងមួយណាមិនអញ្ចឹងបើដល់ពេលយើងហាហ្នឹងគឺយើងដោះអាវគាត់ចេញយើងស្លៀកខោទឹកនោមមិនទិញទួចឬក៏យើងអាចគ្របភ្នែកបាំងភ្នែកគាត់អញ្ចឹងណាកុំឲ្យភ្នែកគាត់ប៉ះផ្ទាល់មួយពលឺហើយបើសួរតាម៉ោងប៉ុន្មានអាហ្នឹងអាស្រ័យដែរភាគច្រើនគឺឲ្យតែមានពលឺថ្ងៃរះមកពេលព្រឹកនឹង6 7អីហ្នឹងពេលដែលគេហៅថាមានពលឺតែអត់មានកម្ដៅទេគឺវមបែបមួយថាអ៊ុនណាហ្នឹងហើយអត់មានតែពលឺពណ៌ទឹកក្រូចហ្នឹងប៉ុន្តែអត់មានកម្ដៅក្ដៅខ្លាំងទេអញ្ចឹងយើងអាចហាគាត់បានដែរហើយរយៈពេលគឺអាស្រ័យដូចគ្នាទៅជាមួយនឹងខែរបស់យើងបើមិនជាខែយើងដូចខែនេះចុងលេខភ្លៀងអាប់ច្រើនអញ្ចឹងទៅអញ្ចឹងឃើញមានពលឺតែអត់មានកម្ដៅទេអញ្ចឹងយើងក៏អាចហាគាត់បានយូរដែរប៉ុន្តែបើខែក្ដៅបោកថ្ងៃមកក្ដៅខ្លាំងហ្មងយើងក៏អត់អាចហាលគាត់យូរបានដែរមិនអញ្ចឹងណាហ្នឹងហើយអញ្ចឹងបានន័យថាបើសិនជាយើងហាលគឺយើងហាលជាមួយពលឺមិនមែនហាលមួយកម្ដៅទេកាលណា index UV នឹងកាន់តែខ្ពស់វាអាចប៉ះពាល់ដល់ស្បែកកូនវាអាចរលាកស្បែកអាចបង្កជំងឺលើស្បែកកូនហ្នឹងទៅអញ្ចឹងពេលយើងហាលពេលព្រឹកដែលមានថ្ងៃម៉ោង6ម៉ោង7ដែលពលឺនឹងវាមានតែពលឺតែអត់មានកម្ដៅពលឺពណ៌ទឹកក្រូចយើងអាចហាលសណ្ដាល់គាត់នៅក្រោមថ្ងៃហ្នឹងបានអូចាអញ្ចឹងមិនចាប់តា
ពលឺភ្លឺខ្លាំងហើយឥឡូវដូចថាខែភ្លៀងអញ្ចឹងហើយបើភ្លៀងរហូតឧទាហរណ៍ថាឥឡូវដូចចិត្តភ្ជុំឯនេះឥឡូវអញ្ចឹងភ្លៀងតាំងពីព្រឹករហូតដល់ល្ងាចហើយមេឃល្ងិតឆឹងហ្មងអត់អាចហាលបានទេវាមានភ្លឺដែរគាត់ថាវាល្ងិតអញ្ចឹងណាយើងមានវិធីអីផ្សេងជួយក្រៅតែពីហ្នឹងអត់លោកគ្រូឬក៏យ៉ាងម៉េចបានន័យថាចេះឧទាហរណ៍ថាយើងឬក៏ប្រទេសខ្លះគឺតិចចោះអត់សូវមានពលឺចោះឬមួយក៏ខែនេះក្តៅព្រឹកឡើងយើងអត់មានពលឺប៉ុន្តែបើសិនជាម៉ោង9ម៉ោង10អីហើយដែលមានពលឺប៉ុន្តែអត់មានក្តៅខ្លាំងយើងក៏អាចហាលគាត់បានឬក៏ដាក់គាត់គេងក្បែរកន្លែងភ្លឺណាអាហ្នឹងក៏ជួយកាត់បន្ថយដែរប៉ុន្តែដូចខ្ញុំបញ្ជាក់មិញថាបើសិនជាក្មេងដែលគាត់គ្រប់ខែគ្រប់គីឡូល្អក៏អត់សូវប្រឈមទេគ្រាន់តែបើក្មេងដែលមានបញ្ហាសុខភាពមានការបង្ករោគមានបញ្ហាសម្រាមមានដុំពុកឈាមលើក្បាលអីចឹងទៅឬមួយក៏ក្នុងករណីដែលគាត់ស្ទើរខែស្ទើរគីឡូខ្លាំងនឹងគាត់ប្រឈមខ្លាំងអញ្ចឹងយើងមានតែការតាមដានគាត់បើក្នុងករណីដែលយើងតាមដានគាត់ទៅឃើញតែគាត់លឿងខ្លាំងលឿងរហូតដល់បាត់ដៃបាត់ជើងគាត់អីចឹងទៅយកគាត់មកជួបគ្រូពេទ្យអញ្ចឹងគ្រូពេទ្យនឹងមានឧបករណ៍ចុចតេស្តវាស់ជាតិលឿងជំនួសឲ្យការបូមឈាមតែក្នុងករណីដែលយើងត្រូវការសិក្សាលម្អិតពីមូលហេតុដែលធ្វើគាត់លឿងហ្នឹងយើងក៏ត្រូវពិនិត្យឈាមគាត់ដែរហ្នឹងហើយបើសិនជាពិនិត្យទៅឃើញថាអូកម្រិតលឿងរបស់គាត់ហ្នឹងខ្ពស់ខ្លាំងដែលតម្រូវឲ្យដាក់អំពូលគឺមានអំពូលពណ៌ស្វាយណាអំពូលពលឺពណ៌ស្វាយដើម្បីដាក់ទៅពេលយើងដាក់ទៅគឺបន្ថយកម្រិតលឿងរបស់គាត់ហ្នឹងឲ្យទាបចាលោកគ្រូចុះខ្ញុំសុំសួរមួយទៀតថាតើក្មេងដែលកើតមករហូតដល់អាយុប៉ុន្មានបានគាត់អស់លឿងហើយបើសិនជាអស់លឿងហើយយើងតេស្តមើលទៅប្រហែលបានលេងអីប្រកដីធម្មតាបានន័យថាកូនក្មេងគ្រប់គ្នាកើតមកអាចលឿងយ៉ាងไงប៉ុន្តែបើសិនជាកូនគ្រប់ខែគ្រប់គីឡូល្អអាច3ទៅ4អាទិត្យគាត់លេងអីដែរប៉ុន្តែបើកូនស្ទើរខែស្ទើរគីឡូកូនអត់គ្រប់ខែអត់គ្រប់គីឡូអាចយូរជាងនឹងតិចអាចរហូតដល់4ទៅ6អាទិត្យអញ្ចឹងហ្នឹងហើយប៉ុន្តែក៏មានករណីមួយចំនួនទៀតដែរកូនទារកខ្លះគាត់អាចលឿងយូរក្នុងករណីទារកដែលអំបៅទៅដោះម្ដាយទៅអាចនៅលឿងយូរតិចតួចជាងក្មេងដែលមុំទៅដោះគោតែក៏មិនមែនជាមូលហេតុដែលគេហាមឲ្យអំបៅទៅដោះម្ដាយដែរអញ្ចឹងណាគ្រាន់ថា limit ចុងក្រោយប្រហែលជានៅអាយុ1ខែកន្លះហ្នឹងបាត់ហើយអញ្ចឹងណាសំណួរមួយទៀតម៉ាក់ប៉ាខ្លះគាត់ច្រើនតែឆ្ងល់ចុះបើកូនខ្ញុំលែងលឿងទៅត្រូវ50ថ្ងៃទៀតអត់ចាគួរ50ថ្ងៃកូនអត់បើសិនជាកូនខ្ញុំលែងលឿងហើយខ្ញុំចង់បញ្ជាក់ថា50ថ្ងៃគ្រាន់ជាផ្នែកមួយដែលយើងគិតថាអូពេលយើង50ទៅជួយកាត់បន្ថយលឿងប៉ុន្តែមនុស្សយើងគ្រប់គ្នាមិនថាកូនក្មេងមិនថាមនុស្សចាស់ទេត្រូវការពលឺព្រះអាទិត្យមិនអាចរស់នៅកន្លែងល្ងិតរហូតហ្នឹងឯងណាចាមិនដើម្បីតែបាត់លឿងប៉ុន្តែដើម្បីឲ្យស្បែកយើងបានផលិតវីតាមីន D ដើម្បីឲ្យប្រព័ន្ធការពាររាងកាយរបស់យើងហ្នឹងល្អណាបានន័យថាវាមានកម្លាំងប្រឆាំងជាមួយនឹងមេរោគអីផ្សេងអញ្ចឹងទៅហើយនៅពេលណាដែលយើងហាលថ្ងៃខ្លួនយើងប៉ះមួយពលឺថ្ងៃអញ្ចឹងស្បែកយើងក៏បានផលិតវីតាមីន D ហ្នឹងវាទៅជួយរក្សាលំនឹងអរម៉ូនជួយការលូតលាស់ឆ្អឹងការលូតលាស់ធ្មេញឲ្យប្រហោះមនុស្សយើងអញ្ចឹងកូនង៉ែទូចហ្នឹងទោះបីជាគាត់អត់លឿងក៏ដោយក៏គួរតែ50ថ្ងៃគាត់ដែរណាហ្នឹងហើយយកគាត់ទៅប៉ះថ្ងៃបន្តិចបន្តួចនៅពេលព្រឹកហ្នឹងល្អសម្រាប់សុខភាពគាត់មិនថាតាក់ទងមួយប្រព័ន្ធការពាររាងកាយមិនថាដំណើរការរំលាយអាហារមិនថាការសំយោគអរម៉ូនអីផ្សេងទេចាអញ្ចឹងបានន័យថាទោះបីជាមិនមានជំងឺឬក៏អីក៏ដោយក៏យើងត្រូវតែ50ថ្ងៃមានថាស្រូបយកប៉ះពលឺនៅពេលព្រឹកឬក៏ពេលល្ងាចអញ្ចឹងគេថា golden hour ណាចាដើម្បីឲ្យសុខភាពរបស់យើងរឹងមាំទេអញ្ចឹងសម្រាប់ម៉ាក់ដែលតនេអាចនាំកូនដើរលេងទៅពេលព្រឹកឬក៏ពេលល្ងាចហើយមួយទៀតចង់បញ្ជាក់ម៉ាក់ដែរថាតកតងជាមួយនឹងបញ្ហាជំងឺលឿងឬក៏បញ្ហាក្មេងដែលកាប់មកលឿងហ្នឹងណាអញ្ចឹងដូចជាលោកគ្រូបានជម្រាបហើយថាតើវាប៉ះពាល់អីគេខ្លះទៅដល់ទារកតូចហ្នឹងហើយយើងគួរតែធ្វើយ៉ាងម៉េចឬក៏តាមដានយ៉ាងម៉េចហ្នឹងបើមិនទាន់ច្បាស់ទេអាចយកកូនមកពិនិត្យនៅមន្ទីរពេទ្យក៏បានដែរចាដើម្បីឲ្យដឹងច្បាស់ដើម្បីគ្រូពេទ្យកុមាររបស់យើងអាចពិនិត្យជូនបានម៉ាក់ដែរដើម្បីផ្ដល់ភាពងាយស្រួលអញ្ចឹងណាហើយបើមានជាចម្ងល់បន្ថែមទៀតម៉ាក់ក៏អាចសួរនិងតម្លែងឲ្យសំណួរនៅក្នុងវីដេអូនេះបានអរគុណចាអរគុណលោកគ្រូចា